miền cả lực làng thà hà ra với ban chia không mình sớm mai sập tháng ấy rồi có sớm mai phải chơi cả với chia dụ với sập tháng ấy nữa hà ấy mới tới đôi chia tọt cả hall on tia xa sợi clean tiêm tia trong bàn snai há rồi có trong miền song xa im lẽ nhưng mới tới khơi tọt cả hall khơi tia xa đôi miền sợi clean cái đây cả hall cả hai nằm sóc bọc mình là hai pra cướp sạc một phiếp hạ bị đôi thì trong miền song xa trong miền snai há khăng mền tận chrum chua mền tận đấy chrum mền tậnเข้าปีสมัยปีหมดให้ได้บางจังឆ្លើយតបសំណួរទាំងអស់នេះដោយសារខ្ញុំជាអ្នកដែលសិក្សាស្វែងយល់ស៊ីជម្រៅទៅលើដំណើរប្រព័ន្ធផ្លូវចិត្តទាំងយុវវ័យទាំងយុវចាស់តើតើសុខភាពផ្លូវចិត្តផ្លូវកាយផ្លូវធម៌ពលខ្ញុំឆ្លើយទៅកាន់សំណួរហ្នឹងថាវាអត់មានអីចម្លែកទេគឺដោយសារតែជាសម័យបច្ចេកវិទ្យាហើយម្យ៉ាងទៀតគឺគាត់ជាមនុស្សក្មេងគាត់ក្មេងយុវវ័យvàក្មេងពាក្យក្មេងមួយម៉ាត់ហ្នឹងគឺសំដៅទៅដល់មិនទាន់ចាស់ចិត្តមិនទាន់ចាស់គំនិតមិនទាន់មានបទពិសោធន៍ជីវិតគ្រប់គ្រាន់មិនទាន់ដឹងរយៈដឹងជ្រៅមិនទាន់ដឹងក្តៅដឹងត្រជាក់មិនទាន់ដឹងខ្ពស់ដឹងទាបមានតែគាត់នៅបទពិសោធន៍តិចអញ្ចឹងគាត់ជាលក្ខណៈបែបក្មេងទាំងគំនិតក្មេងទាំងអាយុក្មេងទាំងរូបរាងអញ្ចឹងចង់មិនចង់តើទៅនឹងក្មេងគឺត្រូវការដឹងត្រូវការយល់ត្រូវការស្រោបត្រូវការទទួលប៉ុន្តែអត់មានគ្រឿងផ្ទៀងផ្ទាត់ចម្រោះចម្រាញ់ទេតើគាត់មានបទពិសោធន៍ច្រើនអាយុច្រើនមានបទពិសោធន៍ហើយបានគាត់មានគ្រឿងផ្ទៀងផ្ទាត់ចម្រោះចម្រាញ់ត្រិះរិះពិចារណាល្អប្រសើរលែងសូវជ្រើមជ្រួលលែងសូវស្រេកឃ្លានលែងសូវតក់កុហលអារឿងស្នេហាឬក៏សង្សារនឹងឯងអញ្ចឹងសរុបសេចក្តីមកវិញដោយសារតែគ្នាក្មេងអញ្ចឹងគ្នាត្រូវការបទពិសោធន៍គ្នាត្រូវការស្វែងយល់គ្នាត្រូវការសាកល្បងហើយផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យារីកចម្រើនចង់ប្រើទូរស័ព្ទចង់ឆែក website ចង់ធ្វើនេះតាមចិត្តសេរីភាពថែមទៀតហ្នឹងអញ្ចឹងវាធ្វើឲ្យរុញច្រានប្រព័ន្ធខួរក្បាលលំហូរផ្លូវចិត្តគ្រប់បែបយ៉ាងរុញច្រានឲ្យគាត់នឹងងាយនឹងតាមគេតាមឯងងាយនឹងលោកឡំជាមួយនឹងបញ្ហាទាំងអស់ហ្នឹងហើយកត្តារូបរាងកាយកត្តាអរម៉ូនកត្តាបំរែបំរួលរបស់គាត់នៅក្មេងហ្នឹងទៅអញ្ចឹងវាធ្វើឲ្យគាត់នៅមិនសក់បក់មិនលហើយមិនមានលំនឹងញាប់ញ័រចង់សាកល្បងចង់ស្វែងយល់តាក់ទងជាមួយនឹងរឿងស្នេហាសង្សារនឹងឯងហើយបើយើងឃើញក្មេងៗសម័យឥឡូវហ្នឹងគឺអូប្រពាក់ប្រពូនគួរឲ្យកត់សម្គាល់ខ្លាំងមែនទែនមិនមែនទាំងអស់ទេប៉ុន្តែមួយចំនួនធំគឺបែបដូចនេះឯងគឺដោយសារតែគាត់នៅក្មេងបច្ចេកវិទ្យារីកចម្រើនលឿនពេកហើយអញ្ចឹងជាវ័យមួយដែលត្រូវសាកល្បងអញ្ចឹងហើយគឺមានតែទៅតាមជាក់ស្ដែងទៅហើយសម្រាប់ឪពុកម្ដាយដែលយល់អំពីដំណើរដើមតោងហ្នឹងគ្រាន់តែគាត់ទប់ស្កាត់ការពារកុំឲ្យវាខ្លាំងក្លាពេកបើមិនចឹងទេមានបញ្ហាច្រើនពីពួកការដែលជួបបញ្ហាក្មេងមិនចេះដោះស្រាយបញ្ហាទេក្មេងចេះតែធ្វើឲ្យមានបញ្ហាកាន់តែច្រើនទៅពីព្រោះគាត់ជាមនុស្សក្មេងគាត់អត់ទាន់ចាស់ចិត្តចាស់កំណត់គាត់អត់ទាន់ដឹងរយៈដឹងជ្រៅគាត់អត់ដឹងថាជីវិតទៅមុខទៀតយ៉ាងម៉េចយ៉ាងណាទេប្រើអារម្មណ៍ច្រើនណាបងប្អូនគ្នាអញ្ចឹងហើយឆ្លើយតបថាហេតុអីបានអញ្ចឹងគឺវាអញ្ចឹងឯងដោយសារក្មេងបាទអរគុណច្រើន